ថ្ងៃនេះយើងទៅមើលវិនាទីនៃការកើតជីវិតថ្មីរបស់សត្វដ៏ធំបំផុតនៅលើគោកគឺសត្វដំរីនៅពេលចូលរដូវបន្តពូជដំរីឈ្មោលពេញវ័យនឹងប្រែស្ថានភាពមួយដែលគេហៅថាដំរីចុះប្រេងឬរដូវកំពុងកាចអរម៉ូនថេស្តេរ៉ុនរបស់វានឹងកើនឡើងខ្លាំងធ្វើឲ្យវាក្លាយជាសត្វដែលកាចសាហាវនិងមានកម្លាំងមហិមានេះគឺជាពេលវេលាដែលដំរីឈ្មោលចាប់ផ្ដើមធ្វើដំណើរស្វែងរកដំរីញីប៉ុន្តែមិនមែនដំរីឈ្មោលគ្រប់ក្បាលសុទ្ធតែមានសិទ្ធិបន្តពូជនោះទេពួកវាត្រូវប្រយុទ្ធគ្នាយ៉ាងសាហាវដោយប្រើភ្លុកបុកប្រហារដើម្បីបញ្ជាក់ពីភាពខ្លាំងនិងឋានៈរបស់ខ្លួនមានតែអ្នកឈ្នះម្នាក់ប៉ុណ្ណោះដែលទទួលបានឱកាសនេះនៅពេលដំរីញីទទួលយកពួកវានឹងចំណាយពេលនៅក្បែរគ្នាដូចជាកំពុងស្គាល់ចិត្តគ្នាមុនពេលបន្តពូជទោះដំរីជាសត្វដ៏ធំបំផុតនៅក្នុងលោកតែការបន្តពូជពិតប្រាកដប្រើពេលត្រឹមតែប៉ុន្មានវិនាទីតែប៉ុណ្ណោះប៉ុន្តែវិនាទីខ្លីនោះគឺជាចំណុចចាប់ផ្ដើមនៃជីវិតថ្មីមួយនៅពេលមេជីវិតនឹងពងបង្កកំណើតដោយជោគជ័យកូនដំរីតូចមួយក៏ចាប់ផ្ដើមលូតលាស់នៅក្នុងផ្ទៃម្ដាយហើយអ្វីដែលអស្ចារ្យបំផុតគឺដំរីមានរយៈពេលពពោះវែងជាងគេក្នុងចំណោមសត្វចិញ្ចឹមកូនដោយទឹកដោះវាមានផ្ទៃពោះរហូតដល់ប្រហែល22ខែឬជិត2ឆ្នាំពេញក្នុងអំឡុងពេលនោះកូនដំរីនឹងអភិវឌ្ឍដងខ្លួនជើងប្រម៉ោយនិងសរីរាង្គផ្សេងៗបន្តិចម្ដងរហូតពេញលេញមេដំរីត្រូវបរិភោគអាហារច្រើនមហាសាលដើម្បីផ្គត់ផ្គង់សារធាតុចិញ្ចឹមទៅកាន់កូនតូចមួយដែលកំពុងលូតលាស់នៅក្នុងពោះរបស់មេវាហើយនៅថ្ងៃដ៏សំខាន់បំផុតគឺថ្ងៃកំណើតនៃកូនដំរីបានមកដល់មេដំរីនឹងឈរនៅស្ងៀមពេលសម្រាលកូនខណៈដំរីញីផ្សេងៗក្នុងហ្វូងនាំគ្នាឈរជុំវិញដើម្បីជួយការពារពេលកូនដំរីធ្លាក់ចេញពីផ្ទៃម្ដាយរាងកាយរបស់វានឹងប៉ះទៅដីភ្លាមៗដែលជួយជំរុញឲ្យវាដកដង្ហើមបានជាលើកដំបូងក្នុងវិនាទីនោះម្ដាយដំរីនឹងប្រើប្រម៉ោយរបស់វាជួយលើកកូនឲ្យឈរឡើងចំណែកដំរីញីផ្សេងៗក្នុងហ្វូងនឹងក្លាយជាម្ដាយជំនួយឈរជុំវិញដូចជាជញ្ជាំងរស់ដើម្បីការពារកូនដំរីពីសត្វប្រមាញ់ទោះបីកូនដំរីទើបកើតចេញបានប៉ុន្មានម៉ោងសភាវគតិធម្មជាតិក៏បញ្ជាឲ្យកូនដំរីព្យាយាមក្រោកឈរហើយមិនយូរប៉ុន្មានវានឹងចាប់ផ្ដើមដើរតាមហ្វូងរៀនរស់រៀននិងស្គាល់ពិភពលោកដ៏ធំល្វឹងល្វើយនេះបន្តទៅមុខទៀតជាបន្តបន្ទាប់